វដ្តសង្សារឬសង្សារវដ្តបុព្វហេតុនៃការវិលកើតវិលស្លាប់គឺមកអំពីអវិជ្ជានិងតណ្ហាព្រះសម្មាសម្ពុទ្ធទ្រង់ពិចារណាឃើញនៅបដិច្ចសមុប្បាទៈគឺសភាវៈដែលកើតឡើងដោយសារបច្ច័យជាគ្រឿងអាស្រ័យទាក់ទងតគ្នាទាំង12គឺ1គឺអវិជ្ជានាំឲ្យកើតសង្ខារគឺការប្រជុំតាក់តែងទី2សង្ខារនាំឲ្យកើតវិញ្ញាណគឺការដឹងនៅអារម្មណ៍ទី3វិញ្ញាណនាំឲ្យកើតនាមរូបគឺឈ្មោះនិងរូបទី4នាមរូបនាំឲ្យកើតអាយតនៈគឺជាលំនៅនៃនាមនិងរូបទី5អាយតនៈនាំឲ្យកើតភាសៈគឺការពាល់ត្រូវទី6ភាសៈនាំឲ្យកើតវេទនាគឺការសោយនៅអារម្មណ៍ទី7វេទនានាំឲ្យកើតតណ្ហាគឺការប្រាថ្នាទី8គឺតណ្ហានាំឲ្យកើតនៅឧបាទានគឺការប្រកាន់ថាជារបស់ខ្លួនទី9ឧបាទាននាំឲ្យកើតភពគឺអត្តភាពទី10ភពគឺនាំឲ្យកើតជាតិគឺការកើតនេះឯងទី11ជាតិគឺនាំឲ្យកើតជរាគឺការចាស់ទី12ជរានាំឲ្យកើតមរណៈគឺសេចក្តីស្លាប់